ដោយសារតែការធ្វើម្ហូបខ្លួនឯងមិនដែលឆ្ងាញ់ញ៉ាំមិនដែលកើតរសជាតិមិនដែលត្រូវមាត់ទើបសហគ្រិនស្ត្រីខ្មែររូបនេះមានគំនិតច្នៃប្រឌិតបង្កើតទឹករសជាតិសម្រាប់ធ្វើម្ហូបជារូបមន្តចុងភៅលំដាប់ផ្កាយ5មានរហូតដល់4រសជាតិលេងពិបាករឿងធ្វើម្ហូបទៀតហើយបងប្អូនមានផលិតផលទឹករសជាតិម្ហូបខ្មែរងាយលោកស្រីគ្រីរដ្ឋាដែលជាម្ចាស់សិប្បកម្មទឹករសជាតិម្ហូបខ្មែរសញ្ញាពូចុងភៅនិងជាសមាជិកពេញមួយជីវិតរបស់ CEO Master Club បានផ្ដល់បទសម្ភាសន៍មកកាន់ក្រុមការងារ We Talk Cambodia ដូចនេះថាលោកស្រីបានមានប្រសាសន៍ថាបុព្វហេតុនៃការបង្កើតអាជីវកម្មដំបូងគឺលោកស្រីចូលចិត្តធ្វើម្ហូបតែធ្វើមិនដែលឆ្ងាញ់និងបទពិសោធន៍បើកភោជនីយដ្ឋានត្រូវបានចុងភៅក្រឡុករឿងធ្វើម្ហូបពិបាកគ្រប់គ្រងរសជាតិឲ្យឈ្ងុយឆ្ងាញ់ចំណាយពេលវេលានិងប្រាក់កាក់ច្រើនទើបធ្វើឲ្យលោកស្រីចាប់ផ្ដើមមានគំនិតច្នៃប្រឌិតបង្កើតទឹករសជាតិនេះឡើងជារូបមន្តរបស់ចុងភៅលំដាប់ផ្កាយ5ដែលធ្វើឲ្យអាហារកាន់តែងាយស្រួលក្នុងការចម្អិនរសជាតិឈ្ងុយឆ្ងាញ់ពិសេសសម្រាប់អ្នកមិនសូវចេះធ្វើម្ហូបមានទឹករសជាតិប្រៀបដូចជាមានចុងភៅដល់ចំណាយម្នាក់នៅក្នុងផ្ទះដោយ slogan ដែលលោកស្រីតែងតែនិយាយថាមានពូចុងភៅម្ហូបឆ្ងាញ់គ្រប់ផ្ទះគិតមកដល់បច្ចុប្បន្នសិប្បកម្មកូនខ្មែររូបនេះបានបង្កើតឡើងអស់រយៈពេល3ឆ្នាំមកហើយក្រោមចក្ខុវិស័យចង់ឃើញមនុស្សគ្រប់គ្នាបានពិសាម្ហូបដ៏ឈ្ងុយឆ្ងាញ់យ៉ាងមានក្តីសុខសុភមង្គលនិងបេសកកម្មផ្លាស់ប្ដូរមនុស្សមកធ្វើម្ហូបដែលប្រើទឹករសជាតិម្ហូបខ្មែរសញ្ញាពូចុងភៅហើយមិនចាំបាច់ប្រើប្រាស់គ្រឿងផ្សំរសជាតិបន្ថែមលោកស្រីគ្រីរដ្ឋាបានបន្ថែមថាចំណុចលេចធ្លោគួរឲ្យទាក់ទាញសម្រាប់ផលិតផលរបស់លោកស្រីគឺបង្កើតឡើងសម្រាប់អ្នកមិនចេះធ្វើម្ហូបឲ្យមានរសជាតិឈ្ងុយឆ្ងាញ់កាត់បន្ថយការចំណាយពេលវេលានិងថវិកាច្រើនផលិតផលមានគុណភាពខ្ពស់និងសុវត្ថិភាពពិសេសការធានាមិនឆ្ងាញ់បដូរលុយវិញអ្វីដែលកាន់តែពិសេសទៀតនោះសិប្បកម្មលោកស្រីប្រើប្រាស់វត្ថុធាតុដើមសុទ្ធសឹងតែជាផលិតផលខ្មែរជាពិសេសសិប្បកម្មដែលបង្កើតឡើងដោយកូនខ្មែរជួយបង្កើតការងារច្រើនដល់ប្រជាជនខ្មែរកាត់បន្ថយការចំណាកស្រុកជួយបង្កើតចរន្តសេដ្ឋកិច្ចជាតិនិងបង្ហាញពិភពលោកឲ្យស្គាល់ខ្មែរតាមរយៈផលិតផលខ្មែរលោកស្រីបានបន្ថែមចំណុចមួយឃ្លាមកកាន់ក្រុមការងារយ៉ាងមានអត្ថន័យមុននឹងបញ្ចប់ការសម្ភាសន៍ថាកូនខ្មែរខ្លាំងពូកែមានសមត្ថភាពអាចធ្វើបានចង់បានរសជាតិសម្លឆ្ងាញ់កុំភ្លេចសិប្បកម្មផលិតទឹករសជាតិម្ហូបខ្មែរសញ្ញាពូចុងភៅក្រុមប្រឹងផលិតផលខ្មែរក្រុមទ្រសេដ្ឋកិច្ចក្នុងស្រុកសម្រាប់បងប្អូនចង់ទំនាក់ទំនងជាឧត្តមនិងរាយអាចទំនាក់ទំនងលេខម្ចាស់សិប្បកម្មផ្ទាល់តាមរយៈ link ខាងក្រោមនេះបានណា